ការសង្ខេបសេចក្តីអធិប្បាយថ្ងៃទី19ខែកក្កដា2026អត្ថបទគម្ពីរសម្រាប់ថ្ងៃនេះគឺជារឿងប្រស្នាអំពីស្រូវនិងស្រងែមុននឹងយើងពិនិត្យមើលអត្ថបទនេះសូមគិតអំពីពេលមួយដែលអ្វីបានដំណើរការខុសពីប្រក្រតីខ្ញុំចាំបានថាកាលដែលខ្ញុំកំពុងបង្រៀននៅសាលា Hope មានសហការីម្នាក់បានលុប Google Slides របស់ខ្ញុំដោយចៃដន្យនៅពាក់កណ្ដាលម៉ោងបង្រៀនខ្ញុំមិនមានការស្រន់ស្លោឡើយព្រោះខ្ញុំបានបង្រៀនជាច្រើនឆ្នាំមកហើយខ្ញុំបានទុកចិត្តលើបទពិសោធន៍របស់ខ្ញុំហើយដឹងថាខ្ញុំអាចបន្តទៅមុខទៀតបានជីវិតនិងពន្ធកិច្ចបម្រើព្រះជាម្ចាស់ជារឿយៗគឺបែបនេះឯងគ្រាន់តែថាយើងភាកច្រើនមិនសូវមានទំនុកចិត្តប៉ុណ្ណោះយើងប្រឈមមុខនឹងឧបសគ្គការខកចិត្តនិងបញ្ហាដែលយើងមិនអាចដោះស្រាយបានយើងមើលព័ត៌មានឬចំណាយពេលច្រើនហួសហេតុក្នុងការអូសទូរស័ព្ទមើលបណ្ដាញសង្គមហើយពិភពលោកនេះហាក់ដូចជាពោពេញទៅដោយអំពើអាក្រក់និងភាពអស់សង្ឃឹមវាជារឿងងាយស្រួលណាស់ក្នុងការក្លាយជាមនុស្សខឹងមួម៉ៅអស់សង្ឃឹមឬភ័យខ្លាចរឿងប្រស្នានេះរំលឹកយើងឲ្យទុកចិត្តលើម្ចាស់ស្រែព្រះយេស៊ូវបានពន្យល់អំពីសាច់រឿងនេះម្ចាស់ស្រែគឺជាព្រះយេស៊ូវគ្រាប់ពូជល្អតំណាងឲ្យមនុស្សដែលជាកម្មសិទ្ធិនៃនគរស្ថានសួគ៌របស់ព្រះជាម្ចាស់ខ្មាំងសត្រូវគឺជាសាតាំងដែលជាអ្នកព្រោះស្រងែទៅក្នុងស្រូវនៅថ្ងៃចុងក្រោយពួកទេវតានឹងបំបែកស្រូវចេញពីស្រងែប្រជារាស្ត្ររបស់ព្រះនឹងត្រូវប្រមូលទុកនៅក្នុងនគរស្ថានសួគ៌របស់ទ្រង់រីឯមនុស្សអាក្រក់នឹងត្រូវទទួលរងការជំរុំជម្រះជាស្ថាពរប៉ុន្តែចំណុចសំខាន់មិនមែនបង្រៀនអំពីថ្ងៃចុងក្រោយនៃពិភពលោកនោះទេព្រះយេស៊ូវបានចាប់ផ្ដើមដោយមានបន្ទូលថានគរស្ថានសួគ៌ប្រៀបបីដូចជាទ្រង់ចង់ឲ្យយើងយល់ថានគររបស់ព្រះជាម្ចាស់មានសភាពបែបណានាពេលបច្ចុប្បន្ននេះរូបភាពដែលព្រះយេស៊ូវបានបង្ហាញគឺជាក់ស្ដែងណាស់ព្រះជាម្ចាស់កំពុងតែធ្វើការប៉ុន្តែអំពើអាក្រក់ក៏នៅតែមានវត្តមានដែរយើងឃើញថាមានទាំងពីរនៅក្នុងពេលតែមួយនេះជារឿងពិតដែលកើតនៅក្នុងក្រុមជំនុំរបស់យើងនៅក្នុងពន្ធកិច្ចរបស់យើងនៅក្នុងសហគមន៍របស់យើងនិងនៅក្នុងពិភពលោកទាំងមូលយើងភាគច្រើនយល់អារម្មណ៍បែបនេះច្បាស់ណាស់ឧទាហរណ៍នៅក្នុងប្រទេសកម្ពុជាយើងឃើញមានបញ្ហាប្រឈមជាច្រើនក្រុមជំនុំខ្លះត្រូវបានបិទទ្វារមានការបែកបាក់ការកេងប្រវ័ញ្ចអំពើពុករលួយនិងបញ្ហាថ្មីដូចជាមជ្ឈមណ្ឌលឆបោកតាមអនឡាញជាដើមពេលខ្លះវាមានអារម្មណ៍ដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះសូម្បីតែនៅក្នុងពន្ធកិច្ចយើងអាចធ្វើការដោយស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែឃើញលទ្ធផលដែលគួរឲ្យលើកទឹកចិត្តតែបន្តិចបន្តួចប៉ុណ្ណោះមនុស្សមួយចំនួនដែលមើលទៅហាក់ដូចជាដើរតាមព្រះគ្រីស្ទក្រោយមកក៏បានបោះចោលជំនឿឬបន្តលាយឡំជំនឿគ្រីស្ទបរិស័ទជាមួយនឹងជំនឿដទៃផ្សេងទៀតការសម្លឹងមើលតែទៅលើបញ្ហាទាំងនេះអាចធ្វើឲ្យយើងគិតថាគ្មានអ្វីកើតឡើងសោះប៉ុន្តែរឿងប្រស្នានេះប្រាប់យើងអំពីភាពផ្ទុយគ្នាវិញព្រះជាម្ចាស់នៅតែបន្តធ្វើការទោះបីជាយើងមើលមិនឃើញច្បាស់ក៏ដោយពួកអ្នកបម្រើនៅក្នុងសាច់រឿងបានសួរថាតើពួកគេគួរតែទៅដកស្រងែចេញភ្លាមដែរឬទេម្ចាស់ស្រែបានប្រាប់ថាកុំអីទ្រង់ជ្រាបថាទ្រង់កំពុងធ្វើអ្វីហើយទ្រង់មានផែនការរួចជាស្រេចទៅហើយពួកអ្នកបម្រើមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយរឿងគ្រប់យ៉ាងនោះឡើយនេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់យើងច្រើនតែមានអារម្មណ៍ថាអស់សង្ឃឹមព្រោះយើងមិនអាចដោះស្រាយបញ្ហានៅជុំវិញខ្លួនយើងបានដំណឹងល្អគឺថាយើងមិនចាំបាច់ផ្ទុកបន្ទុកទាំងនោះមកលើខ្លួនយើងនោះឡើយព្រះជាម្ចាស់ជ្រាបអំពីគ្រប់បញ្ហាទាំងអស់ហើយទ្រង់នឹងចាត់ការលើអំពើអាក្រក់នៅពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់រឿងនេះមិនមែនមានន័យថាយើងនឹងឃើញដំណោះស្រាយរហ័សជានិច្ចនោះទេជាញឹកញាប់យើងត្រូវតែរងចាំជារឿងដ៏ពិត
ណាស់ដែលរងចាំវាជារឿងដ៏ពិបាកណាស់ដែលរងចាំព្រោះយើងចង់ឲ្យព្រះជាម្ចាស់ធ្វើសកម្មភាពភ្លាមទោះជាយ៉ាងណាក៏ដោយព្រះគម្ពីររ៉ូមចំពោះ8រំលឹកយើងថាទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសេរីរុងរឿងដែលព្រះជាម្ចាស់សម្ដែងឲ្យឃើញនៅអនាគតកាលនោះឡើយគ្រីស្ទបរិស័ទរស់នៅដោយមានសេចក្តីសង្ឃឹមក្នុងពេលដែលរងចាំព្រះជាម្ចាស់កែប្រែគ្រប់យ៉ាងឲ្យបានត្រឹមត្រូវឡើងវិញចុះតើយើងគួររស់នៅបែបណាក្នុងពេលដែលយើងកំពុងរងចាំទី1ផ្ដោតទៅលើអ្វីដែលព្រះជាម្ចាស់កំពុងធ្វើព្រះគម្ពីរភីលីបជំពូក4ប្រាប់យើងឲ្យគិតអំពីអ្វីដែលពិតថ្លៃថ្នូរសុចរិតបរិសុទ្ធគួរឲ្យស្រឡាញ់គួរឲ្យគោរពនិងគំនិតណាដែលល្អឥតខ្ចោះគួរឲ្យកត់សរសើរចូលស្វែងរកការអស្ចារ្យនៃកិច្ចការរបស់ព្រះជាម្ចាស់ជំនួសឲ្យការមើលឃើញតែបញ្ហាខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានស្ដាប់អ្នកជឿជនជាតិខ្មែរចែកចាយអំពីរបៀបដែលព្រះយេស៊ូវបានផ្លាស់ប្ដូរជីវិតរបស់ពួកគេគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេប៉ុន្តែព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងពួកគេយ៉ាងច្បាស់ក្រឡែតទី2កុំស្លន់ស្លោនៅពេលដែលមនុស្សបរាជ័យគ្រីស្ទបរិស័ទគឺកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយស្រូវនិងស្រងែត្រូវលូតលាស់ជាមួយគ្នានាពេលបច្ចុប្បន្ននៅពេលដែលអ្នកជឿប្រព្រឹត្តអំពើបាបយើងមិនគួរមានប្រតិកម្មខ្លាំងពេកឬបោះបង់ពួកគេចោលនោះឡើយផ្ទុយទៅវិញយើងគួរតែណែនាំពួកគេដោយចិត្តសុភាពនិងជួយពួកគេឲ្យលូតលាស់ដោយចិត្តអត់ធ្មត់ដោយទុកចិត្តថាព្រះជាម្ចាស់នៅតែបន្តធ្វើការនៅក្នុងជីវិតរបស់ពួកគេចុងក្រោយចូលរក្សាទស្សនវិស័យដ៏អស្ចារ្យជានិច្ចព្រះជាម្ចាស់សន្យាថានឹងបង្ហើយកិច្ចការដ៏ល្អដែលទ្រង់បានចាប់ផ្ដើមនៅក្នុងប្រជារាស្ត្ររបស់ទ្រង់ថ្ងៃណាមួយព្រះយេស៊ូវនឹងកម្ចាត់រាល់អំពើបាបនិងអំពើអាក្រក់ទាំងអស់ហើយប្រជារាស្ត្ររបស់ទ្រង់នឹងមានចំណែកក្នុងសេរីល្អរបស់ទ្រង់រហូតដល់ថ្ងៃនោះយើងត្រូវផ្ដោតលើព្រះគ្រីស្ទទុកចិត្តលើសេចក្តីសន្យារបស់ទ្រង់ហើយធ្វើកិច្ចការដែលទ្រង់បានប្រគល់ឲ្យយើងដោយស្មោះត្រង់នៅពេលដែលពិភពលោកមានអារម្មណ៍ជាងងឹតសូន្យសងចូលកុំអស់សង្ឃឹមឡើយកុំជឿថាអំពើអាក្រក់បានឈ្នះចូលស្វែងរកការអស្ចារ្យនៃនគររបស់ព្រះជាម្ចាស់នៅជុំវិញខ្លួនអ្នកចងចាំសេចក្តីសន្យារបស់ទ្រង់លើសពីនេះទៅទៀតចូលសម្លឹងមើលទៅឯព្រះយេស៊ូវជានិច្ចទ្រង់ជាព្រះដែលគួរឲ្យទុកចិត្តទ្រង់ជាអ្នកគ្រប់គ្រងហើយថ្ងៃណាមួយទ្រង់នឹងធ្វើឲ្យគ្រប់យ៉ាងបានត្រឹមត្រូវឡើងវិញការសង្ខេបស្ដីរបាយសម្រាប់ថ្ងៃនេះចប់តែប៉ុណ្ណេះសូមព្រះជាម្ចាស់បានប្រទានពរអស់គ្នា